ការបង្កើតជាតារាងឥឡូវខ្ញុំយកត្រឹមចំណុចលេខ4នេះហ្នឹងហើយបន្តមកទៀតគឺខ្ញុំសរសេរលេខរៀងវាជាមុនសិនមុននឹងធ្វើការបង្កើតជាតារាងខេហើយត្រង់ចំណុចទី2គឺដាក់ថាកូរ៉េលាកូរ៉េលាហ្នឹងហើយនេះឃើញវាដាក់បន្តអញ្ចឹងយើងអាចដាក់សញ្ញាព្រុញវាអាចស្រេចលើម៉ៅលើវាមួយមកហ្នឹងហើយបន្តមកទៀតគឺយើងអាចអូសវាទៅខាងស្ដាំមកកុំឲ្យជាន់គ្នានេះហើយបន្តមកទៀតចូលមកកាន់ទី3គឺ head យើងដាក់ head ហ្នឹងហើយ head ហើយបន្តមកទៀតគឺជាលក្ខណៈរបស់យើងហើយដល់ចំណុចទី4គឺយើងដាក់ថ្ងៃខែកំណើតរបស់យើងថ្ងៃខែកំណើតនេះហើយបន្តមកទៀតគឺយើងអាចដាក់មកសញ្ញាព្រុញហើយយើងស្រេចដូចមិញមកចុចមកលើវាហើយយើងទាញមកខាងស្ដាំដៃមកហ្នឹងហើយត្រង់ចំណុចទី5នេះគឺជាទីកន្លែងកំណើតរបស់យើងទីកន្លែងកំណើតហ្នឹងហើយតែយើងធ្វើដូចមិញមកយើងអាចអូសមកខាងស្ដាំមកហើយបន្ទាប់ទី6គឺយើងអាចដាក់លេខទូរស័ព្ទរបស់យើងលេខទូរស័ព្ទនេះហើយយើងអាចស្រេចលើវាអូសដូចមិញមកហើយជាចុងក្រោយគឺយើងដាក់ពាក្យថាផ្សេងនេះអញ្ចឹងមុននឹងធ្វើបង្កើតជាតារាងមួយឲ្យបានស្អាតគឺរៀបចំក្រោមជាតារាងគឺយើងអាចដាក់មកលើវាហើយយើងចុចមកលើវាអញ្ចឹងយើងអាចទាញបន្តត់ហ្នឹងទៅខាងឆ្វេងឲ្យវាស្មើគ្នាដោយសារក្រោមវាធំអញ្ចឹងយើងអាចដាក់ទូចមកនេះហើយសម្រាប់កូនលាមវិញគឺយើងអាចទាញមកខាងឆ្វេងមកហ្នឹងហើយភេទនេះឃើញធំណាធំអញ្ចឹងយើងអាចអូសបន្តត់វាមកខាងឆ្វេងមកដាក់ឲ្យស្មើគ្នាគឺវាឃើញស្អាតហើយផ្នែកក៏ចឹងដែរហើយខែកំណើតវាអាចទាញវាមកនេះហើយបន្តមកទៀតគឺយើងអាចស្រេចលើវាដើម្បីបង្កើតជាតារាងមួយហើយយើងអាចស្រេចលើវាមកហើយបន្តមកទៀតគឺយើងអាចមកមើលខាងលើនេះកន្លែងម៉ៅនេះយើងអាចយកសញ្ញាពូនបាញ់មកថោមកយើងចុចលើវាមកហ្នឹងហើយបន្តមកទៀតគឺយើងយកពាក្យថាអាវពួកនេះយើងចុចលើវាមកអូខេនឹងវានឹងបង្កើតជាតារាងមួយអញ្ចឹងឃើញអត់វាខ្មៅគ្នាធំអញ្ចឹងវាអាចឃើញនឹងស្អាតតារាងវាស្អាតវាឃើញទៅឃើញស្អាតហើយសម្រាប់បើលើខ្ញុំនឹងធ្វើការបង្ហាញទៀតសម្រាប់ដាក់ដូចជាព្រះរាជាណាចក្រកម្ពុជាសាសនាព្រះមហាក្សត្រអញ្ចឹងដូចខ្ញុំរៀបរាប់តាំងពីដើមអញ្ចឹងមុននឹងបង្កើតជាតារាងមួយគឺយើងអាចបង្កើតខ្លួនវាមុនសិនយើងអាចបង្កើតខ្លួនវាមុនហើយទើបយើងអាចបង្កើតជាបាតទំព័រជាចុងក្រោយអញ្ចឹងមុននឹងបង្កើតបាតទំព័រគឺយើងអាច
ធ្វើការច្រើនតែគុណរបស់វាឥឡូវខ្ញុំយកគុណហ្នឹងដែរសោះហ្នឹងហើយហើយបន្តមកទៀតគឺយើងអាចដាក់មកលើវាហើយយើង stretch លើវាមកដាក់មកបន្តដែលយើងបង្កើតជាតារាងហ្នឹងហើយមកហើយតែមកទៀតគឺយើងចូលពាក់ home ណាកាន់ពាក់ home ហើយបន្តមកទៀតគឺយើងយកពាក្យថា manage គឺយើងអាចចុចលើវាមកយើងពាក្យថា manage មកនេះអូខេហើយបន្តមកទៀតគឺយើងអាចដាក់មកលើវានេះគេមកសញ្ញាបូកហ្នឹងគឺយើងដាក់ឲ្យគឺយើងអាចទាញយកមកខាងក្រោមបាននេះអូខេហើយហ្នឹងហើយបន្តមកទៀតគឺយើងអាចធ្វើការសរសេរបាតទំព័រវាដូចជាដាក់ដូចជាព្រះរាជាណាកម្ពុជាព្រះរាជាកម្ពុជាអូខេហើយមើលហើយខាងក្រោមនេះយើង enter វាមកហើយបន្តមកទៀតគឺយើងអាចសរសេរពាក្យថាជាសាសនាព្រះមហាក្សត្របាទទំព័របាទព្រះមហាក្សត្រនឹងវានឹងបានបាទទំព័រមួយហើយតែបើសិនជាយើងអាចចង់សរសេរខាងក្រោមមួយទៀតចឹងវានឹងផុតចឹងយើងអាចចង់សរសេរមួយដើមបន្តទៀតគឺយើងអាច stretch ដាក់មកលើវាណាដាក់មកចំលេខ3នេះមកឃើញសញ្ញាកូនដល់ហ្នឹងហើយបន្តមកទៀតគឺយើងអាចធ្វើការចុច mouse stamp យក mouse stamp ហើយបន្តមកទៀតគឺយើងអាចយកពាក្យថា enter យើងចុចពាក្យ enter នេះមកនេះអញ្ចឹងតារាងវានឹងធ្លាក់ចុះហើយបាទទំព័រយើងអាចនឹងសរសេរបានមកដល់បន្តទៀតនេះយើងអាចសរសេរអីផ្សេងទៅតាមចំណង់ចំណូលចិត្តយើងហ្នឹងហើយត្រង់បាទទំព័រហើយអញ្ចឹងហើយត្រង់ចំណុចនេះគឺជាលេខរៀងរបស់យើងដូចជាលេខ1លេខ2អញ្ចឹងយើងអាចសរសេរដូចជាលេខ1យើងអាចសរសេរលេខ1លេខរៀងហើយបន្តមកទៀតគឺយើងអាចដាក់មកលើវាដាក់បន្តសញ្ញាបូកគឺសញ្ញាបូកហ្នឹងអត់មកហ្នឹងហើយបន្តមកគឺយើងចុចលើ keyboard យើងចុចពាក្យថា control នៅ keyboard ចុចពាក្យថា control យើងកត់លើវាឲ្យជាប់ហើយបន្តមកទៀតយើងអាចទាញមកខាងក្រោមមកហើយបន្តមកគឺលេខរៀងវាអត់តាមលេខរៀងរបស់វាហើយនេះវាមានលេខ1លេខ2លេខ3ហើយត្រង់នេះគឺជាមួយរបស់យើងភេទខាងតែកំណើតហើយនឹងទីកន្លែងលេខទូរស័ព្ទផ្សេងហ្នឹងហើយវីដេអូខ្ញុំក៏បង្ហាញតែប៉ុណ្្នឹងទេហើយសម្រាប់ប្រភេទនេះគឺយើងចង់ដាក់ក៏យើងដាក់តាមលេខរៀងរបស់យើងទៅមានជាប្រភេទណាយើងដាក់ទៅខ្ញុំអត់ធ្វើការសរសេរទេនេះអញ្ចឹងយើងបង្កើតជាតារាងហើយវីដេអូខ្ញុំក៏មានប៉ុណ្្នឹងដែរសូមអរគុណដែលបានចូលទស្សនាវីដេអូចែកចំណេះដឹងពីខ្ញុំបាទបាយបាយ